và cúរៀបរាប់មិញគឺខ្វះចំណុចមួយបាទចំពោះ system ដែលយើងដាក់ឲ្យគេប្រើហ្នឹងមិនមែន free គ្រប់គ្នាទេបាទចំពោះ user ដែលស្វែងរកបន្ទប់ហ្នឹងគឺជាសាធារណៈអត់បង់ថ្លៃទេបាទប៉ុន្តែអ្នកប្រើប្រាស់ជា subscriber គាត់ត្រូវ pay ប្រកាន់ system យើងដើម្បីត្រត្រង់ system យើងបាទបើយើងត្រូវ store data របស់គាត់អញ្ចឹងតែយើងផ្ដល់សេវាកម្មឲ្យគាត់បញ្ចូលបន្ទប់ឬក៏ទីតាំងដែលគាត់ធ្វើអាជីវកម្មហ្នឹងបាទយើងត្រូវ store នៅ cloud អញ្ចឹងបាទហើយ provide access ឲ្យគាត់បាទអញ្ចឹងគាត់ត្រូវទៅ pay ដែរបាទគាត់តែដំបូងយើងត្រូវការទិន្នន័យពីគាត់បាទអញ្ចឹងយើងឲ្យគាត់ប្រើកន្លះឆ្នាំឬក៏មួយឆ្នាំ free អញ្ចឹងទៅណាបាទហើយចាំផុតពីហ្នឹងទៅគាត់ត្រូវ pay បាទមួយឆមាសម្ដងឬក៏មួយឆ្នាំម្ដងអញ្ចឹងទៅបាទលោកគ្រូប្រាប់អញ្ចឹងអត់មានរបស់ free ណាដែលល្អទេណាបាទអត់មានរបស់ល្អណាដែល free ទេបាទទៅគេហៅថា support គ្នាណាបាទឈ្នះឈ្នះទាំងអស់គ្នាបាទអូខេឥឡូវយើងបាទហ្នឹងថាតិចអាហ្នឹងបើសិនជាយើងចង់ធ្វើអញ្ចឹងតើតែយើងអាចមាន team marketing មួយដែលគាត់ខ្លាំងខាងរកទីផ្សារឲ្យជួយយើងដែរចា៎បាទប្រកាសណាស់ណាយើងត្រូវមាន team បាទយើងទៅគ្រប់ខេត្តក្រុងណាហ្នឹងហើយព្រោះយើង focus 24ខេត្តក្រុងអញ្ចឹងត្រូវតែមាន team បាទច្បាស់ណាស់បាទអូខេបាទឥឡូវយើងតទៀតណាបាទបាទយើងរៀនរបៀបម៉េចហើយណាបាទគឺយើង build system ហ្នឹងគឺ from scratch តែម្ដងណាតាំងពីដំបូងតែម្ដងបាទ everything start from zero បាទអញ្ចឹងក្នុងវគ្គហ្នឹងគឺបាទចាប់ទុកថាសិស្សទាំងអស់គ្នាបាទចេះប្រើ technology ទាំងអស់ហ្នឹងណានេះគាត់ដូចការ suppose បាទយើងបាទសន្មតថាសិស្សមួយយល់ពី Angular ហើយណាបាទមានចំណេះដឹងទៅលើ Angular Java Reactive បាទ Spring Boot បាទ Spring Webflow MongoDB បាទ Kafka ក៏យើងត្រូវដឹងដែរបាទណាតែយើងអាចនិយាយគ្នាតាមក្រោយបាន Kafka បាទតែនេះគឺមុខជាដែលចាំបាច់ណាដំបូងគេចាំបាច់ដំបូងគេបាទហើយយើងចាប់ដើមភ្លាមគឺយើងប្រើកូដទាំងអស់ហ្នឹងហើយបាទយើងសេ Spring Boot មិន Spring Webflow មិនតែវាប្រើ Spring Boot ហើយដើម្បីចេះ Spring Webflow យើងត្រូវចេះ Java Reactive បាទអូខេហ្នឹងសន្មតថាគ្នាយើងចេះហើយបាទហើយចុះបើគ្នាយើងអត់ចេះបាទអញ្ចឹងបើអត់ចេះក៏អត់បារម្ភដែរបាទដូចគ្រូបានប្រាប់ខាងដើមអញ្ចឹងបាទអញ្ចឹងយើងមាន2បាទសិស្សដែលអត់ទាន់ចេះបាទយើងអាចសិក្សាវគ្គហ្នឹងបាទដើម្បីស្វែងយល់ពី concept នៃការ build បាទ standard enterprise system ខ្នាតធំហ្នឹងណាគាត់អាចស្វែងយល់ពី concept ហ្នឹងបាទតើគេធ្វើពីណាទៅណាបាទហើយគេប្រើ technology ខ្លះបានលឿនបាទហើយគេអនុវត្តវាមិនជាប្រចាំថ្ងៃបាទគេ pull គេ make code បាទគេ deploy គេគិតពីគុណភាពវាមិនសេវាមិនណាបាទយើងគាត់អាចស្វែងយល់បាទដល់ហើយចំពោះអ្នកដែលចង់ចេះ develop system តែម្ដងបាទត្រូវចេះ technology ទាំងអស់ហ្នឹងបាទហើយបើគ្នាយើងអត់ទាន់ចេះទេដូចគ្រូបានប្រាប់អញ្ចឹងបាទគ្រូក៏មានជាវីដេអូខុសនៃវគ្គនីមួយនឹងដែរណាវគ្គមួយនឹងដែរហើយគ្នាយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាបាទសារតែមួយវគ្គគឺខ្ទង់តែ2អាទិត្យអីទេបាទសិនជាគ្នាយើងមើលមួយថ្ងៃ1ម៉ោងឬក៏2ម៉ោងជារៀងរាល់ថ្ងៃបាទហើយគ្រូនឹងចាប់ផ្ដើមចេញពី back end បាទពី back end បើអញ្ចឹងគ្នាយើងអាចមើល back end មុនបើ Java Reactive តែ10ថ្ងៃហ្នឹងចប់បាទ Spring Webflow ខ្ទង់យ៉ាងយូរផុត2អាទិត្យនេះមកចប់បាទហើយមួយសប្តាហ៍យើងរៀនតែ3ម៉ោងទេបាទអញ្ចឹងមានពេលវេលាមើលបាទ topic ផ្សេងណាបាទដែលមានប្រើហ្នឹងបាទហើយ MongoDB ក៏យើងត្រូវមើលដែរណាបាទគ្រូប្រើ JPA បាទតែខាងក្រោយហ្នឹងក៏យើងត្រូវយល់អំពីបាទរបៀបនៃ MongoDB ដំណើរការដែរបាទទើបយើងអាចចេះ say query បាទ complex query បាទ query ដែលស្មុគស្មាញបានទៅរួចណាបាទអូខេ
បាទដូចគ្រូប្រាប់អញ្ចឹងកុំបារម្ភណាកុំបារម្ភដោយសារតែគ្រូបានរៀបផែនការរួចអស់ហើយណាបាទមុននឹងរៀនវគ្គហ្នឹងបាទគ្រប់យ៉ាងគឺមានជាវីដេអូទាំងអស់បាទចំណាយពេលវេលាតិចទេបាទសំខាន់តែគ្នាយើងមានបាទឆន្ទៈនៃការរៀនកម្រិតណាហ៎បាទយើងអត់ប្រឹងធម្មតាទេក៏អត់ចេះបាទតែបើយើងខំប្រឹងខំពុះពីហើយបើគ្រូបានកែផ្លូវបាទរៀបផ្លូវរួចអស់ហើយបាទ អូខេបាទមិញថតនៅបាទប្រទេសថតហើយឥឡូវយើងតទៀត បាទហើយដោយសារតែគ្នាយើងបានរៀនvề Enterprise Application នេះបាទហើយមុខវិជ្ជានេះចាំបាច់ចឹងបើសិនតែយើងគ្នាយើងសិក្សាមុខវិជ្ជាទាំងអស់ហ្នឹងជាមួយគ្រូបាទគ្រូមានការបញ្ចុះតម្លៃពិសេសណាបាទចុះតម្លៃពិសេសបាទចឹងគ្នាយើងអាចចាប់អារម្មណ៍បាទអាចឆាតprivate មកគ្រូណា private មកគ្រូបាទគ្រូ recommend បាទសារតែចំណេញពេលវេលាណាចំណេញពេលវេលាគ្នាយើងអាចស្វែងសិក្សាខ្លួនឯងក៏បានដែរបាទតាម YouTube ណាដំបូងបើគ្នាយើងអត់យល់ concept អីសោះយើងត្រូវមើលវីដេអូបាទវាលឿនបាទបើយើងអង្គុយអានអត្ថបទចំណាយពេលយូរបាទយើងអាចរៀនពីវីដេអូយល់ concept ហើយចាំយើងមើល documentation តាមក្រោយណាបាទវិធីសាស្ត្ររៀនយើងត្រូវឆ្លាតវៃតិចហ្នឹងណាបាទឆ្លាតវៃបាទទើបចំណេញពេលវេលាបាទ